បាទសួស្តីប្រិយមិត្តនិងបងប្អូនជាទីស្នេហាហើយនៅក្នុងវីដេអូថ្មីមួយនេះខ្ញុំនឹងលើកយកនៅអត្ថប្រយោជន៍នៃផ្លែពោតបាទផ្លែពោតហ្នឹងគឺអាចព្យាបាលជំងឺច្រើនមុខតែម្ដងបាទហើយជាគ្រឿងក្នុងឲ្យផងឥឡូវយើងចូលទៅអត្ថប្រយោជន៍ដែលពោតហ្នឹងវាមានប្រយោជន៍អ្វីខ្លះសម្រាប់រាងកាយយើងបាទតាមតម្រាសុទ្ធបុរាណបានចែងថាសក់ពោតបងប្អូនអាសក់ពោតពោតយើងចាស់ល្មមហូបហ្នឹងសក់ពោតហ្នឹងយើងយកសក់ពោតល្មមប្រមាណមកក្តាប់មកយកមកដាក់ដាំទឹកឲ្យចាស់បន្តិចហើយយើងយកអាទឹកដាំហ្នឹងយកមកពិសាដើម្បីព្យាបាលជំងឺរលាកតម្រងនោមបានបងប្អូនគឺសក់ពោតក្រហមហ្នឹងពោតស្វាយក្រហមហ្នឹងបាទហើយមួយទៀតហ្នឹងគឺសក់ពោតនឹងដែរគឺយកមកដាំទឹកពិសាចំនួនទឹកតែបាទចំនួនទឹកតែហើយអាចជួយបញ្ចុះទឹកនោមធ្វើឲ្យនោមស្រួលទៅផងគឺវាមានសារជាតិច្រោះតម្រងនោមយើងច្រោះកលៀនច្រោះទឹកនោមយើងច្រោះទឹកហ្នឹងឲ្យទៅជាទឹកនោមថ្លាល្អហើយបាត់ជើងបានស្រួលបាទបាត់ជើងតូចហ្នឹងយ៉ាងមួយទៀតហ្នឹងគឺស្ងោរសក់ពោតហ្នឹងទៅជាមួយនឹងសាច់សត្វបាទបងប្អូនអាចស្ងោរវាជាមួយនឹងសាច់សត្វបានយកមកពិសាព្យាបាលក្អកធ្លាក់ឈាមសម្រាប់អ្នកក្រំក្នុងដែលបណ្ដាលមកពីការងារធ្ងន់ធ្វើការធ្ងន់អញ្ចឹងឬរបួសក្រំក្នុងអញ្ចឹងបងប្អូនអាចយកមកស្ងោរជាមួយនឹងសាច់សត្វបាទសាច់មាន់សាច់ជ្រូកសាច់ទាសាច់សត្វដែលបងប្អូនគិតថាចង់ហូបចឹងបងប្អូនអាចស្ងោរជាមួយទៅហើយយកមកផឹកវាអាចជួយព្យាបាលជំងឺក្រំក្នុងធ្លាក់ឈាមបានបាទចំណែកឯប្រធានប្រយោជន៍មួយទៀតនោះគឺយកសក់ពោតស្ងួតបាទនេះគឺសក់ពោតស្ងួតម្ដងចំនួន30ក្រាមបាទបងប្អូនអាចយកមកថ្លឹងមក30ក្រាមវាតិចដែរស្ងោរទឹកផឹកអាចជួយសម្រាលដល់ជំងឺទឹកនោមផ្អែមបាទបងប្អូនដែលមានជំងឺទឹកនោមផ្អែមអាចសាកបានគឺវាអាចជួយកាត់បន្ថយជំងឺទឹកនោមផ្អែមបានបាទហើយពេលយើងស្ងោរហ្នឹងយើងថ្លឹងសក់ពោតស្ងួតហ្នឹងទៅឲ្យបាន30ក្រាមយកមកដាក់ទឹកដាំស្ងោរហើយផឹកពិសារាល់ថ្ងៃហើយមួយទៀតហ្នឹងសក់ពោតស្ងួតដែរប៉ុន្តែយកមកជាមួយសម្បកចេកចំបូងបងប្អូនស្ងោរជាមួយសម្បកចេកចំបូងហើយនឹងចេកនួនស្ងួតឬក៏សម្បកអលឹកស្ងួត3មុខហ្នឹងបងប្អូនមែននេះណាដាក់ចូលគ្នាសម្បកសក់ពោតស្ងួតស្ងោរជាមួយនឹងសម្បកចេកចំបូងចេកនួនស្ងួតនិងសម្បកអលឹកស្ងួតក្នុងបរិមាណស្មើគ្នាបងប្អូនអាចវាស់ឲ្យបានយើងថ្លឹងថ្លែបានស្មើគ្នាទៅពិសាអាចជួយព្យាបាលជំងឺលើសឈាមបានបាទគឺប្រយោជន៍មួយទៀតសម្រាប់សក់ពោតហើយនិងផ្លែពោតមួយទៀតនោះគឺយើងយកស្នូលពោតបាទស្នូលពោតហ្នឹងមានរសជាតិផ្អែមឡែមហើយមានគុណសម្បត្តិជួយព្យាបាលអាការៈរាគរូសមួលអាការហើមជាំជួយបញ្ចុះទឹកនោមនិងជួយបើលំពេងផងបាទគឺស្នូលពោតហ្នឹងហើយមួយទៀតហ្នឹងឫសពោតបាទឫសពោតក៏មានគុណប្រយោជន៍ដែរគឺគុណសម្បត្តិវាហ្នឹងគឺជួយព្យាបាលអាការៈក្អួតធ្លាក់ឈាមគ្រាប់គ្រោះក្នុងប្រមាត់បញ្ចុះទឹកនោមដោយយកឫសស្ងួតហ្នឹងទៅស្ងោរទឹកផឹកបាទស្ងោរទឹកផឹកដូចសក់ពោតដែរប៉ុន្តែនេះគឺយើងយកឫសវិញហើយមួយទៀតហ្នឹងគឺដើមហើយនឹងក្លឹបពោតហ្នឹងក៏មានគុណសម្បត្តិព្យាបាលអាការៈគ្រាប់គ្រោះដូចជាក្នុងតម្រងនោមឬក្នុងប្រមាត់បាទគ្រោះក្នុងតម្រងនោមនិងគ្រោះក្នុងប្រមាត់ហ្នឹងជួយឲ្យនោមស្រួលនិងនាំយកមកនៅនាំយកមកទទួលទានស្រស់ឬហាលឲ្យស្ងួតដាំទឹកផឹកក៏បានបាទគឺដើមនិងស្លឹកពោតបាទបងប្អូនអាចពិសាស្រស់ក៏បានឬក៏ដាំទឹកផឹកក៏បានដែរបងប្អូនឬរើសមួយណាដែលល្អសម្រាប់បងប្អូនធ្វើទៅមួយទៀតហ្នឹងស្នូលពោតដែរប៉ុន្តែស្នូលពោតស្ងួតបងប្អូនបើសិនបើយកមកដាំទឹកផឹកឬដុតឲ្យคล้ายជាធ្យូងលាយនឹងទឹកផឹកក៏បានក៏មានគុណសម្បត្តិជួយបញ្ចុះទឹកនោមផងដែរហើយធ្វើឲ្យនោមស្រួលនិងព្យាបាលអាការៈគ្រាប់គ្រោះក្នុងតម្រងនោមផងដែរនិយាយទៅសឹងតែគ្រប់កន្លែងតែហ្មងបាទគឺពោតហ្នឹង
ទាំងរឹសទាំងដើមទាំងស្លឹកទាំងសក់វាហើយមួយទៀតហ្នឹងគឺសក់ពោតស្ងួតដែរយកមកញាត់ខ្សៀជក់អូធ្វើដូចថ្នាំជួយចឹងបងប្អូនបឺតយកផ្សែងអាចជួយព្យាបាលជំងឺស្លេកភ្លេចភ្លាំងស្មារតីឬជួយឲ្យមានស្មារតីតាំងស្មារតីចងចាំប្រកដីឡើងវិញឃើញយើងមើលឃើញថាពោតហ្នឹងវាមានប្រយោជន៍ច្រើនហើយនៅក្នុងប្រទេសយើងគឺសម្បូរមែនទែនជាកសិករយើងក៏បងប្អូនចូលចិត្តដាំពោតនៅផងដែរដើម្បីយកផ្លែវានិងសាច់ពោតហ្នឹងយកទៅហាលធ្វើជាចំណីសត្វឬក៏ចំណីអាហាររបស់មនុស្សយើងក៏ផងដែរបាទដូចជានំពោតនំអីហ្នឹងធ្វើចេញពីពោតដែរអញ្ចឹងពោតហ្នឹងគឺមានប្រយោជន៍មែនទែនប្រយោជន៍ច្រើនណាស់ទាំងឫសទាំងដើមទាំងស្លឹកទាំងសក់វាទាំងផ្លែទៀតផងយើងអាចបរិភោគជាអាហារប្រចាំថ្ងៃហើយនេះគឺគុណប្រយោជន៍នៃដើមពោតផ្លែពោតហើយនិងសក់ពោតឬពោតអូមានគ្រប់ទាំងអស់ទាំងស្លឹកពោតទៀតអញ្ចឹងបងប្អូនអាចយកជំរើសមួយណាក៏បានសម្រាប់បងប្អូនតែភាគច្រើនគឺត្រូវកប់នឹងជំងឺគ្រោះតម្រងនោមគ្រោះប្រមាត់អីចឹងបងប្អូនគឺអាហ្នឹងវាត្រូវច្រើនព្រោះប្រភេទរូបរាងប្រភេទគុណប្រយោជន៍នៃពោតនេះគឺសម្រាប់គ្រោះតម្រងនោមគឺប្រសិទ្ធភាពច្រើនមែនទែនបាទអត្ថបទនេះគឺបញ្ចប់តែត្រឹមនេះហើយបងប្អូនសូមជួយគាំទ្រនៅចំណេះដឹងផ្សេងៗដែលខ្ញុំបានចែករំលែកហើយនឹងរងចាំនៅទស្សនាក៏ដូចជាស្ដាប់កំសាន្តនៅចំណេះដឹងថ្មីៗបន្តទៀតខ្ញុំនឹងសិក្សាចែកឆ្លៀវយកមកចែកជូនបងប្អូនជាបន្តបន្ទាប់នៅក្នុងវីដេអូក្រោយៗបាទសូមអរគុណហើយបងប្អូនសូមភ្លេចជួយចុច like subscribe និង comment អ្វីដែលបងប្អូនចង់ដឹងចង់ចេះនោះមកក្នុងខាងក្រោមវីដេអូមកខ្ញុំនឹងធ្វើការសារជ្រាវនិងបង្ហាញដល់បងប្អូនតទៅទៀតបាទអរគុណបាទសូមជម្រាបលាហើយគឺចុងក្រោយក៏សូមជូនពរបងប្អូនជួបតែសេចក្តីសុខសុភមង្គលសុខភាពនិងសុខភាពល្អប្រសើរឈ្នះអស់ជំងឺទាំងឡាយទាំងពួងផងដែរបាទអរគុណសូមជម្រាបលាបាទ